ខ្ញុំឃើញគេលក់អនឡាញហើយគេរកចំណូលបានពីការលក់អនឡាញច្រើនមែនតើបងហើយខ្ញុំចង់លក់ដូចគេដែរខ្ញុំចង់ធ្វើដូចគេដែរប៉ុន្តែខ្ញុំមានទូរស័ព្ទតែមួយគ្រឿងគត់តើខ្ញុំអាចធ្វើវាបានអត់បងហើយខ្ញុំអត់សូវមានដើមទុនអីច្រើនទេអញ្ចឹងតើខ្ញុំគួរធ្វើមិនទៅបងខ្ញុំអាចលក់បានអត់ចម្លើយពីខ្ញុំផ្ទាល់គឺបានបងអាចលក់បានបងមានទូរស័ព្ទតែមួយគ្រឿងគឺគ្រប់គ្រាន់ហើយហើយដែលបាននិយាយថាគ្រប់គ្រាន់សម្រាប់អ្នកដែលគាត់អត់មានធនធានសម្រាប់អ្នកដែលគាត់ខ្វះខាតហើយគាត់មានតែទូរស័ព្ទមួយគ្រឿងគឺគាត់អាចគ្រប់គ្រាន់ហើយនៅក្នុងការលក់អនឡាញបានបងគ្រាន់តែរៀនបន្ថែមពាក់ព័ន្ធនឹងចំណុចដែលបងត្រូវដឹងបងត្រូវរៀនបង្កើត page តិចតួចទៅបងមើលវីដេអូអ្នកគេបង្ហាញពីការបង្កើត page មិនគេធ្វើមិនបង្កើត Facebook មិន Facebook តាមពិតទៅភាគច្រើនសឹងតែ90% ឯដែលគាត់មាន Facebook លេងអញ្ចឹងបងអាចផុសនៅក្នុង Facebook បងបានទី1ទី2បងបង្កើត page បើបងអត់ចេះបងពឹងគេឲ្យធ្វើឲ្យឬក៏បង្កើតឲ្យបន្តិចទៅបានហើយបងហើយបើសិនជាបងចង់ឲ្យរូបផុសនៅក្នុង page បងកាន់តែស្អាតនិងស្តង់ដារបងរៀនកាត់វីដេអូនិងរូបភាពបន្ថែមអញ្ចឹងនៅពេលហ្នឹងគឺបងអាចធ្វើវាបានដែរលក់បានដែរអញ្ចឹងទូរស័ព្ទមួយគ្រឿងក៏បានបងអាចលក់អនឡាញបានដែរបងអត់កំណត់ថាតើតើមានច្រើនមានកុំព្យូទ័រមាន iPad 2-3គ្រឿងអីបងអាចនេះអត់ទេការចាប់ផ្ដើមដំបូងបងមានតែទូរស័ព្ទមួយគ្រឿងសិនបានទេអត់ទៀមទីឲ្យបងមានអីច្រើនទេនឹងដំបូងណាបន្ទាប់មកទៀតបងរៀនសិក្សាបន្ថែមបើទូរស័ព្ទបងអត់សូវច្បាស់អត់សូវថ្លៃអត់សូវល្អទេក៏វាអត់ជាបញ្ហាដែរលក់វាសិនធ្វើវាសិនលក់អនឡាញសិនណាយើងធ្វើបានយើងលក់បានយើងទិញអាល្អមួយដែលកម្រិតវីដេអូឬក៏រូបភាពវាស្អាតច្បាស់តាមនឹងទៅកុំបខំយើងធ្វើតាមលទ្ធភាពជាក់ស្ដែងដែលយើងមានបងយើងមិនបខំទេយើងធ្វើតាមលទ្ធភាពអញ្ចឹងបើសិនជាយើងចាប់ផ្ដើមពីពេលនេះទៅគឺល្អបំផុតអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញវីដេអូនេះពេលណាចាប់ផ្ដើមធ្វើវាពេលហ្នឹងទៅមានចម្ងល់អីចង់សាកសួរអីអាចសួរនៅក្នុង comment បានហើយយើងនឹងឆ្លើយនៅក្នុងវីដេអូបន្ទាប់